Biết xuân sắc vài thế bà đã con phôn khăn vào mộc tí mà bà con này thầy con chung ấy đấy bà nhưng mua em rất tha em rất tha bà con ở dụ mà đấy bà dùng phơi pi năm thầy pi nam ôn miền Bắc cũng đã đây nè đấy nơi khai bông không mông khách bông không bà hay con mà hát đây từនេះបានរយៈពេលប្រហែលដែរបាទ dạ vềចិត្តមួយខែ ចិត្តមួយខែហើយណា បាទ ហើយបងធ្លាប់បានឡើងប្រកួតហើយណាបាទ នៅ មិនទាន់ទេណា បាទ បាទហើយជួនទស្សនិកជនបាទ បាទខ្ញុំមានគឺថាដោតព្រីភ្លើងឲ្យពូភ្លឺ អូភ្លើងដាក់អំពូលឈប់មកអូនកាន់ភ្លឺឬមួយក៏មិនបាទ ដោតជួយមក ដល់ជួយចំោះភ្លឺហ្មង បាទបាទ អីអញ្ចឹងបងអូនមានឥឡូវឲ្យបងសុំកាន់ខ្លួនទេបងមានចរន្តអីបោកដកអីទេឬមួយក៏មិន មានហូ មើលយកអំពូលមកពិនិត្យមើលទេមើលបងអំពូលបងប្អូនបាទណាអំពូលបាទពូភ្លើងបាទឥឡូវយើងពិនិត្យមើលយើងមួលមើលទាំងអស់គ្នាណាមួលមើលគីឡូមានដាក់ថ្មដាក់អីនៅហ្នឹងអីបាទមើលទាំងអស់គ្នាបាទគឺអត់មានទេហើយពូលនេះក៏អត់មានប្រើថ្មដែរណាបាទហើយយ៉ាងម៉េចយើងដាក់មួលចូលទៅវិញយើងពិនិត្យមើលទាំងអស់គ្នាហើយបាទខ្លាយគីឡូគាត់មានបច្ចេកទេសអីផ្សេងយើងមិនដឹងឥឡូវតោះយើងមួលចូលសិនបាទមួលហើយបាទយើងយកទៅដោតពូលដោតភ្លើងធម្មតាមកភ្លឺអត់បាទឥឡូវដោតបងដោតអត់បុកអូភ្លឺច្បាស់ចេះណាភ្លើង LCD ទៀតបាទឥឡូវដកវិញដកអឹបអលត់ឥឡូវធម្មតាបងថាយកមកដាក់ដោតជាមួយបងក៏ចេះដែរឥឡូវបងខ្ញុំចង់ដឹងសាកលើមើលមកដោតបុកអូភ្លឺឥឡូវខ្ញុំកាន់ខ្ញុំកាន់ណាខ្ញុំកាន់ឲ្យអូដកវិញដកអលត់ដាក់វិញអូភ្លឺមែនរឿងធម្មតាអញ្ចឹងបាទលើនេះកញ្ញាប្រិមត្តជនឲ្យក្រៅពីចំមោះមានកន្លែងណាភ្លឺទៀតទេបាទបាទពូក៏ភ្លឺដែរឥឡូវជួយដោតអឹបអីតែដល់បងទៅខាងដល់នេះបាទឥឡូវបងដោតដងទៀតដើម្បីបញ្ជាក់ឲ្យកាន់ច្បាស់ដោត1 2 3ឥឡូវយើងបើចង់ដឹងថាគីឡូមានខ្សែដោតទៅក្រោមអីយើងរើស្រាវមកបាទភ្លឺទៅយូរដែរបាទអូបាទលោកនាងកញ្ញាប្រិមត្តទស្សនិកជនមកច្បាយខ្សែនៅខ្ញុំហ្នឹងគឺភ្លឺដែរបាទហើយអញ្ចឹងយើងអាចទៅណាទៅណីអីដោតមួយបងអូនយើងបានដែរណាពេលភ្លើងដាច់អីយកបងអូនទៅដាក់បឹបភ្លឺភ្លាមអូបាទយើងសុំចាស់ដែរបងតើខ្លាំងដល់គ្នាបាទអរគុណលើកដកមកចេញសិនបាទដកអលត់ដកមកអលត់ភ្លាមអូឥឡូវយើងចង់ដឹងថាអ្នកផ្សេងវិញឥឡូវចង់ដឹងថាអ្នកផ្សេងភ្លឺអត់មើលអូនមិញមើលខិតមកខាងមុខទេអូនបាទអូនជួយការដោតច្រមុះមកភ្លឺអត់ដោត1 2 3ដោតឆាច់អត់ឆាដោត1 2អត់ឆាទេដោតចូលពោះសៀវអត់ឆាដោតអត់វិញដោតចង់ដឹងសាល់មើលដោតអឹបដោតចេញអត់អីម្ដងនេះដល់ចូលច្រមុះហ្នឹងបាទសុំតែដែរបងបាទខ្ញុំបានឆ្ងល់ដែរហើយមិនទៅបានវាអញ្ចឹងហើយជាមួយខ្ញុំដោតម្ដងមើលជួយកាន់នេះលឿនមកបាទគីឡូខ្ញុំដោតទៅវាឆេះដែរណាអូឆេះអត់មានលេងបាទដូនស្រួលទៀតណាតើកំពុងទស្សនាកម្មវិធីតេឡេមួយនៃស្ថានីយ៍ទូរទស្សន៍អប្សរាមិញលោកនាងបានឃើញហើយគឺថាភ្លឺដោតខ្សែដោតអីភ្លើងនេះគឺថាចម្លែកមែនទែនបាទហើយខ្ញុំបានដឹងថានេះជាបច្ចេកទេសឬមួយក៏មន្តអាគមគាថាឬមួយក៏អ្វីពីធម្មជាតិរបស់គាត់ខ្ញុំក៏មិនដឹងដែរបាទបើសិនជាលោកនាងដឹងជួយប្រាប់ខ្ញុំផងបាទខ្ញុំអត់ទាន់បានដឹងទៅសោះបាទឥឡូវនេះលោកសំអាតដោយសារខ្ញុំឃើញថាមានការខ្សែមានអីមួយច្បាយយើងការខ្លាយគីឡូមានបញ្ហាអីខ្សែអីមានបញ្ហាឥឡូវយើងចង់ដោះមើលលោកបានដោះមូវាចេញមើលដោះមូចេញបាទមូចេញបាទដោះខ្សែចេញក៏កាន់ភ្លឺដែរឥឡូវហុចទៅគាត់បាទមិនបាច់ប្រើទេដាក់ខ្សែនឹងខ្ញុំបានខ្ញុំកាន់ចុះកុំឲ្យសង្ស័យអីបាទឥឡូវហុចទៅគាត់ខ្ញុំកាន់តែមើលអត់ភ្លឺទេបាទឥឡូវហុចទៅគាត់ឲ្យគាត់ដាក់មើលភ្លឺអត់បាទអឹបអូភ្លឺបាទភ្លឺចេះតែម្ដងបាទឲ្យសុំតែដែរបងសាទរខ្លាំងមួយទៀតភ្លឺចេះហ្មងបាទដកអលត់មើលបងកាន់បងកាន់ឲ្យស្រួលមកដាក់គូតឲ្យទស្សនិកជនបានឃើញមកកាន់ដាក់ភ្លើងដាក់បិទអូភ្លឺបិទវិញបើកអូភ្លឺឲ្យចុះមើលដោតចូលហ៊ុនសិតភ្លឺហ៎ដោតចូលហ៊ុនសិតមកភ្លឺទៀតមើលម្ដងទៀតទស្សនិកជនពិនិត្យមើលទាំងអស់គ្នាក៏ដាក់ចូលសិតក៏ដកសិនដកអលត់ដាក់ចូលសិត1 2 3
ភ្លឺទៀតមិនធម្មតាទេបាទអញ្ចឹងមើលលើដកមកវិញបាទឥឡូវខ្ញុំកាន់វិញសិនបាទឥឡូវចាំមើលខ្ញុំកាន់តើភ្លឺមិនបាទអត់ភ្លឺឥឡូវលោកស្មានមើលកាន់មើលភ្លឺអត់បាទអត់ភ្លឺទេណា ភ្លឺយើងអត់ចេះកាន់ អត់ភ្លឺទេអត់ចេះកាន់ដឹងថាលោកមានបច្ចេកទេសយើងដឹងហើយបាទឥឡូវខ្ញុំកាន់ដៃរបស់ខ្ញុំដាក់ហុកទៅគ្រូគាត់មានភ្លើងមានអីនឹងខ្លួនគាត់អីយើងដឹងណាឥឡូវខ្ញុំអ្នកដោតទៅក្បាលពោះគាត់វិញហ៎លុយនេះកញ្ញាចាំទស្សនាមកខ្ញុំមកបុតអូភ្លឺទៀតកន្លែងនេះភ្លឺអត់អូកន្លែងនេះក៏ភ្លឺដែរកន្លែងណាក៏ភ្លឺដែរមើលទៅមើលកន្លែងណាភ្លឺដែរអូភ្លឺគ្រប់កន្លែងអូមិនរឿងធម្មតាទេបាទហើយមើលតិចតិចភ្លឺទៀតអីកន្លែងណាក៏ភ្លឺដែរបាទពេញភ្លើងពេញខ្លួនមកណាបាទមិនធម្មតាទេបាទកាន់តិចបាទលោកនាងកញ្ញាប្រិមត្តជនជនដែលកំពុងទស្សនាវគ្គនេះនាំមកជូនលោកអ្នកដោយឱសថបុរាណកញ្ញាខ្លះខ្ញុំសំថ្នាំដល់លោកគ្រូលីបុនិតខ្ញុំបាទដូចឆ្ងល់ដែរពូនឹងឬមួយក៏យ៉ាងម៉េចទេខ្ញុំមិនដឹងទេនេះបាទហើយខ្ញុំចង់ដឹងសាកល្មើម្ដងទៀតភ្លឺទៀតដោះក៏ភ្លឺដែរឡាយណាក៏ភ្លឺដែរមិនចាមកភ្លឺហ្មងបាទដាក់ចុះក្រោមមកភ្លឺអត់ភ្លឺអងបុកឲ្យឡាយណាអត់ភ្លឺទៀតបាទអរគុណឥឡូវជាការលើកទឹកចិត្តសូមផ្ទះដែរបងសាទរខ្លាំងៗបងប្អូនគ្នាបាទជួយគាត់ព្រោះថាប៉ុន្តែតិចដល់ពេលភ្លើងដាច់មែនទែនយកទៅកាន់គូភ្លើងឲ្យឆេះវាអត់ឆេះមិនដឹងទេណាគេដេញបាយខ្ញុំមិនដឹងទេបាទឬមួយក៏ស្រាប់គេនៅសៀមខ្ញុំទៅកាន់ឆក់គេក៏ខ្ញុំមិនដឹងដែររឿងរបស់បងប្អូនទេបងឈ្មោះអីមិនភ្លេចហ៎អែមរដ្ឋាវត្តរដ្ឋាបាទអរគុណណាស់រដ្ឋាដោយសារកម្មវិធីផ្ទះលេខ1មកដល់ទីបញ្ចប់ខ្ញុំបាទក៏សូមអរគុណលោកអាដែរដែលបានផ្ដល់ព័ត៌មាននេះមានកូនសិស្សហើយជួនកាលថ្ងៃក្រោយទៅមានកូនសិស្សថ្មីមកទៀតណាចេះអីយ៉ាងទៀតផ្ដល់ដំណឹងទៅក្រុមការងារយើងខ្ញុំបាទអរគុណណាស់ហើយយើងខ្ញុំក៏សូមអរគុណចំពោះទស្សនិកជនដែលបានចំណាយពេលវេលាទស្សនាកម្មវិធីផ្ទះលេខ1តាំងពីដើមរហូតដល់ចប់សូមចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាពិសេសគោរពច្បាប់រដ្ឋទាំងអស់គ្នាដើម្បីទទួលបាន